សូមនមស្ការកណ្ណាគុណចាស់គ្រប់ព្រះអង្គសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ថ្ងៃនេះខ្ញុំកណ្ណាខ្ញុំបាទសូមជម្រាបប្រកេនដំណឹងទាក់ទងទៅនឹងការប្រឡងពុទ្ធកសិក្សាសម្រាប់ឆ្នាំសិក្សា2025 2026ណាសម្រាប់ការប្រឡងធម្មវិន័យថ្នាក់ត្រីតួឯកគឺប្រព្រឹត្តទៅនៅថ្ងៃទី4មករាឆ្នាំ2026អញ្ចឹងសម្រាប់មណ្ឌលគឺសម្រាប់ខេត្តកំពង់ធំនេះគឺមណ្ឌលប្រឡងនៅតាមក្រុងស្រុកនីមួយនៃការប្រឡងណាហើយសម្រាប់ការប្រឡងបល័យរងគឺប្រឡងយកវិញ្ញាបណ្ឌបត្តិពុទ្ធកបឋមសិក្សានឹងគឺប្រព្រឹត្តទៅនៅថ្ងៃទី17-18 ខែមករាឆ្នាំ2026សម្រាប់ខេត្តកំពង់ធំនេះគឺមណ្ឌលប្រឡងគឺមានទីតាំងនៅក្នុងវត្តឥន្ទ្រីសង្វរៈហៅវត្តកំពង់ធំនៅដែលស្ថិតនៅក្នុងភូមិក្តីសង្កាត់ព្រៃទាហ៊ូក្រុងតឹងសែនខេត្តកំពង់ធំសម្រាប់មណ្ឌលប្រឡងបល័យរងណាអញ្ចឹងជារៀងរាល់ឆ្នាំគឺតែងតែប្រពធ្វើនៅវត្តកំពង់ធំសម្រាប់ការប្រឡងពុទ្ធកបឋមសិក្សាអញ្ចឹងគុណចាស់កាលណាគុណចាស់ឬក៏បងប្អូនដែលដាក់ពាក្យសូមត្រៀមខ្លួនសម្រាប់ការប្រឡងយកវិញ្ញាបនបត្តិធម្មវិន័យក៏ដូចជាការប្រឡងយកវិញ្ញាបនបត្តិពុទ្ធកបឋមសិក្សាបល័យរងសម្រាប់ឆ្នាំសិក្សា2025 2026ខាងមុខនេះណាអញ្ចឹងខ្ញុំណាមានតែប៉ុណ្ណឹងសម្រាប់ប្រកេននិងជូនដំណឹងបានជ្រាបសម្រាប់ការប្រឡងនៅឆ្នាំ2026ខាងមុខណាសូមអរគុណ